ជំរាបសួរសូមស្វាគមន៍មកកាន់ Channel សវណ្ណេទាំងអស់គ្នាបាទថ្ងៃនេះផងដែរយើងនឹងធ្វើការសិក្សាស្រាវជ្រាវលក្ខណៈសង្ខេបទៅលើពិធីបុណ្យប្រពៃណីរបស់ខ្មែរយើងមួយបែបដែលប្រជាជនតាមតំបន់នីមួយៗគេតែងតែនិយមធ្វើបន្ទាប់ពីការប្រមូលផលស្រូវហើយនោះគឺបុណ្យដាលៀនឬបុណ្យកណ្ដាលភូមិឬយើងហៅថាបុណ្យភូមិការពិតទៅពិធីបុណ្យដាលៀនគឺជាពិធីបុណ្យមួយដែលមានអត្ថន័យជ្រាលជ្រៅដែលនៅក្នុងនោះខ្ញុំសូមលើកយកចំនួន5ចំណុចដើម្បីយកមកបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាទី1ពិធីបុណ្យដាលៀនប្រារព្ធឡើងសម្រាប់ការរំលឹកគុណដើម្បីថ្លែងអំណរគុណដល់ម្ចាស់ទឹកដីក៏ដូចជាធម្មជាតិដែលបានផ្ដល់នៅជីវជាតិក៏ដូចជាភ្លៀងក៏ដូចជាការប្រមូលផលស្រូវបានល្អផ្សេងៗផងដែរដើម្បីចិញ្ចឹមជីវិតដល់មនុស្សក៏ដូចជាសត្វការសូមខមាទោសការសូមខមាទោសនេះគឺដើម្បីសូមការអភ័យទោសពីធរណីក៏ដូចជាកំហុសឆ្គងផ្សេងៗដែលខាងកសិករក៏ដូចជាអ្នកដែលប្រមូលផលឬបង្កបង្កើតផលគាត់បានធ្វើទៅលើដីផងដែរទី3គឺការជួបជុំនិងការអបអរសាទរយើងដឹងហើយថាពិធីបុណ្យដាលៀនគឺជាពិធីបុណ្យមួយដែលមានភាពសប្បាយរីករាយក៏ដូចជាការដែលធ្វើឲ្យយើងបានជួបជុំគ្នាសាមគ្គីគ្នាជាពិសេសគឺអ្នកភូមិផ្សេងៗក៏ដូចជាអ្នកដែលនៅភូមិក្បែរអាចមកប្រារព្ធពិធីបុណ្យនេះជុំគ្នាផងដែរហើយក៏បានជួបជុំគ្នាដើរកម្សាន្តទិញរបស់ញ៉ាំផ្សេងៗចំណុចទី4គឺជាការសម្គាល់អត្តសញ្ញាណនៅពេលដែលយើងប្រារព្ធពិធីបុណ្យដាលៀនគឺយើងបានបង្ហាញនៅអត្តសញ្ញាណមួយដែលអ្នកភូមិក៏ដូចជាជនជាតិខ្មែរយើងតែងតែប្រារព្ធធ្វើហើយក៏ជាពិធីបុណ្យកម្សាន្តមួយដែលពួកយើងអាចបង្ហាញទៅកាន់ភ្ញៀវទេសចរផ្សេងៗមិនថានៅក្នុងស្រុកឬក្រៅស្រុកអំពីរបៀបដែលអ្នកភូមិគាត់ចេះជួបជុំគ្នាក៏ដូចជាបង្កើតនូវភាពសប្បាយរីករាយជុំគ្នាផងដែរហើយចំណុចចុងក្រោយនោះគឺការស្ដារសេដ្ឋកិច្ចនៅក្នុងតំបន់ឬមួយនៅក្នុងភូមិនៅពេលដែលយើងប្រារព្ធពិធីបុណ្យដាលៀនយើងអាចលក់ដូរឬមួយដោះដូរទំនិញផ្សេងវាជាឱកាសមួយដែលអ្នកភូមិគាត់អាចរកថវិកាបន្ថែមទៀតក៏ដូចជាចរន្តសេដ្ឋកិច្ចរបស់ពួកគាត់អាចកើនឡើងមួយកម្រិតទៀតផងដែរអរគុណសម្រាប់ការតាមដាននៅរាល់ឯកសារផ្សេងៗរបស់ Channel របស់យើងខ្ញុំហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងធ្វើការស្រាវជ្រាវបន្ថែមទៀតអំពីប្រពៃណីក៏ដូចជាឯកសារស្រាវជ្រាវផ្សេងៗរបស់ប្រទេសយើងឲ្យកាន់តែច្រើនបន្ថែមទៀតផងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ